ស្វាគមន៍មកកាន់ភាពបន្តនៃការសម្រាយរឿង Hell Paradise ភាព7បានមកដល់ហើយអញ្ចឹងមុននឹងចូលដល់ភាព7យើងមកនិយាយសាច់រឿងពីភាពមុនតិចសិនដែលសាច់រឿងរបស់យើងនឹងបានបញ្ចប់ត្រង់ឈុតឆាតដ៏ស៊ីអារម្មណ៍មួយតើវគ្គនេះឈុតឆាតនោះនឹងបន្តទៅជាយ៉ាងណាតោះទៅតាមដានភាពបន្តដោយសារតែបងប្អូនឈប់បេមកដល់ធ្វើឲ្យនារី2នាក់នោះឈប់ធ្វើសកម្មភាពអ្វីទាំងអស់អើយដាច់ភារអស់លីងតែអ្វីដែលសំខាន់នោះនារី2នាក់នោះគឺមិនមែនមនុស្សនោះទេនារីសពផ្កាឈូកឃើញឈប់បេនិងថូម៉ានាងក៏បានបបួលគេទាំងពីរមកវាយឡើងជាមួយគ្នាដែលធ្វើឲ្យនារីសក់លឿងនោះចាប់ផ្ដើមខឹងនិងប្រែខ្លួនទៅជាមនុស្សវិញដល់ពេលចឹងហើយគឺគ្មានអីក្រៅពីការបើកឆាកប្រយុទ្ធនោះទេតែមុននឹងប្រយុទ្ធយើងមកមើលម្ចាស់ឧបត្ថម្ភកម្មវិធីរបស់យើងសិនដែលម្ចាស់ឧបត្ថម្ភកម្មវិធីរបស់យើងនោះគឺជាការទស្សនាក្រុមរបស់ Gabi Maru វិញដែលគេបានរកឃើញភូមិមួយស្រដៀងនឹងកន្លែងមនុស្សរស់នៅនិងបានប្រទះឃើញក្មេងម្នាក់ហេតុនេះ Gabi Maru ក៏បានដេញតាមហើយគេក៏បានដឹងថានោះគឺជាក្មេងស្រីតែពេលនោះក៏មានដើមឈើមួយមកកាន់មែកឈើមកវាយប្រហារគេហេដើមឈើកាន់មែកឈើពេលនោះ Gabi Maru ក៏បន្តដេញក្មេងស្រីនោះទៀតដោយមិនសប្បិសាចដើមឈើនោះទុកឲ្យគ្នារបស់គេវាយតែសាគីរីក៏បានដេញតាមពីក្រោយគេថាអត់វាយទេគេវាយគីឡូមេដោយសារតែ2នាក់និនចានារីនោះក៏បានផឹកទឹកអ្វីម្យ៉ាងដែលធ្វើឲ្យខ្លួនរបស់នាងបញ្ចេញទឹក Nice Gabi Maru បានដេញតនក្មេងនោះហើយក៏ប៉ុន្តែនៅពេលដែលគេចាប់ដៃរបស់នាងក៏បានបោក Gabi Maru យ៉ាងផុយក្រោយមកសាគីរីក៏បានទៅនិយាយហេតុផលជាមួយក្មេងនោះក៏ត្រូវបានក្មេងនោះដាល់មួយដៃតែត្រូវរងជាប់ដោយ Gabi Maru ដោយសារតែក្មេងនោះមានកម្លាំងមិនធម្មតាគេក៏បានប្រើវ៉លចងនាងជាប់តែក្មេងលេងចង់ពយល់អញ្ចឹង 100% ដឹងតែយំហើយអញ្ចឹងសាគីរីក៏បានឲ្យ Gabi Maru ទម្លាក់ក្មេងនោះចូលវិញនិងបានលួងក្មេងនោះនិងប្រាប់ពីមូលហេតុដែលគេមកទីនេះក្រោយមកនិនចានារីនោះក៏បានមកជុំគ្នាវិញពេលនោះដើមឈើនោះក៏បានអង្វរឲ្យសងក្មេងនោះទៅគេវិញមកហើយគេនឹងនាំទៅមើលក្នុងភូមិពួកគេក៏បានចូលទៅដល់ភូមិនិងបានចូលក្នុងផ្ទះមួយដែលមានគ្រឿងសង្ហារឹមសុទ្ធតែបុរាណទាំងអស់និងបានច្បល់ចូលគ្នាពីវប្បធម៌មួយទៅវប្បធម៌មួយផងដែរតែមុននឹងគេសួរដើមឈើនោះអំពីទឹកវេទមន្តនោះក្រុមស្រីក៏បានចូលទៅងូតទឹកសិនដោយផ្លាស់ប្ដូរពេជ្ជឃាតគ្នារីឯខាងប្រុសវិញគឺកំពុងតែពិចារណារបស់ហូបព្រោះអីខ្លាចមានថ្នាំពុលតែអ្នកដែលខ្លាចពុលនោះគឺមានតែ Gabi Maru ទេអ្នកដទៃទៀតក៏បានចាប់ផ្ដើមហូបទៅរួចហើយដើមឈើនោះក៏បានប្រាប់ពីប្រវត្តិរបស់កោះនេះដែលកោះនេះដំបូងមានឈ្មោះថា Kotaku វាគឺជាតំបន់មួយដែលព្រះជាម្ចាស់រស់នៅនិងបានប្រាប់ថាទឹកមុនជីវិតអមតៈនោះពិតជាមាននៅទីនោះមែនដែលពួកគេហៅវាថាតាន់តែប៉ុណ្ណាហើយកោះនេះគឺត្រូវបានបែងចែកជា3តំបន់ផ្សេងគ្នានៅព័ទ្ធពីខាងក្រៅមានដូចជាច្រាំងនិងព្រៃឈើហៅថា Eshu ហើយភូមិដែលគេកំពុងនៅនេះគេហៅថា Hojo ចំណែកឯទឹកជីវិតអមតៈនោះគឺនៅចំកណ្ដាលកោះហៅថា Horai ដែលគ្របដណ្ដប់ទៅដោយអាប់ឬបែបនេះធ្វើឲ្យ Gabi Maru មានសង្ឃឹមជាខ្លាំងក្នុងការបានត្រឡប់ទៅជួបប្រពន្ធរបស់ខ្លួនវិញក៏ប៉ុន្តែទឹកមុននោះគឺត្រូវបានការពារនិងប្រើប្រាស់ដោយ Tencent ដែលពួកគេមានជីវិតអមតៈនិយាយពី Tencent នោះគឺជាសភាវៈ2នាក់ដែលបងប្អូនឈោបេនឹងបានជួបនោះឯងទោះបីជាកាប់ដាច់ជា2ក៏គេនៅតែរស់ឡើងមកវិញមិនតែប៉ុណ្ណោះកម្លាំងរបស់ពួកគេនោះគឺគ្មានអ្វីប្រៀបបាននោះទេហេតុនេះឈោបេនិងថូម៉ាក៏បានចាញ់ក្រោមដៃរបស់ Tencent ហើយបរិសសក់លឿងនោះក៏បានបោះពួកគេទាំងពីរនេះចូលទៅរណ្ដៅមួយដែលមានសាកសពដុសផ្កាចម្រុះពណ៌ហើយវល់ទាំងនោះក៏បានចាប់ផ្ដើមរុំព័ទ្ធបងប្អូនគេទាំងពីរត្រង់កន្លែងនេះខ្ញុំបើកមុខកញ្ចក់បន្តិចទឹកវេទមន្តដែលធ្វើឲ្យជីវិតអមតៈនោះគឺគេសន្មតថាចេញមកពីមនុស្សដែលត្រូវបានប្រែខ្លួនទៅជាផ្កាឥឡូវយើងត្រឡប់មកសាច់រឿងយើងវិញដើមឈើដែលប្រាប់ប្រវត្តិលើកោះនោះទៅឲ្យ Gabi Maru នោះគេមានឈ្មោះថា Hoko និងក្មេងស្រីនោះវិញមានឈ្មោះថា Mei ដែលពួកគេបានរស់នៅកោះនេះរាប់រយឆ្នាំមកហើយក្រោយពីស្ដាប់រឿងនេះចប់ Gabi Maru ក៏បានទៅជំរះខ្លួនរបស់គេដោយបានវាក់ជាមួយនឹង Mei ផងដែរហេតុនេះសាគីរីក៏បានងូតទឹកឲ្យក្មេងស្រីនោះដែលមានរបៀបត្រឹមត្រូវដែលធ្វើឲ្យ Gabi Maru ស្រមៃឃើញប្រពន្ធរបស់ខ្លួនដែរពេលនោះព្រោះនៅលើខ្លួនរបស់ក្មេងនោះមានស្លាកស្នាមយ៉ាងធំស្រដៀងនឹងប្រពន្ធរបស់គេក្រោយមកគេក៏បានប្រាប់ក្មេងនោះថារូបរាងមិនសំខាន់ទេសំខាន់ស្អាតពាក្យនេះធ្វើឲ្យមិនចាប់ផ្ដើមចូលចិត្ត Gabi Maru បន្តិចម្ដងហើយសាច់រឿងនៅភាពបន្តនេះក៏ត្រូវបានបញ្ចប់នៅដើមរឿងដំបូងនៃភាព8នេះគេបាននិយាយអំពីប្រវត្តិរបស់ Tensa
ដែលការពីនៅក្មេងឪពុកម្ដាយរបស់គេនឹងមិនបានចិញ្ចឹមគេនៅឡើយធ្វើឲ្យគេដើរតែតោម្នាក់ឯងដោយគេធ្វើអ្វីតាមដែលគេចង់និងលួចរបស់អ្នកដទៃថែមទៀតតែមិនសម្លាប់គេឡើយក្រោយមកគេក៏បានជួបបរិបទពិការភ្នែកម្នាក់ហើយក៏បានក្លាយទៅជាសិស្សរបស់បរិសនោះតែបច្ចុប្បន្ននេះគេបានក្លាយទៅជាពេជ្ជឃាតនិងបានមកកោះឋានសួគ៌នោះជាមួយអ្នកទោសឈ្មោះថានូរូហ្គាយដែលគេកំពុងរកវិធីចាកចេញពីទីនោះព្រោះអីនូរូហ្គាយចង់បានថេនសាជាប្តីខ្លាំងពេកតែក៏មាននារីឬក៏បរិសគឺបរិសដែលគេនោះជាថេនសែនអាចថាជាព្រះនៅទឹកដីនោះគ្រាន់តែឃើញភ្លាមថេនសានិងនូរូហ្គាយនឹងក៏បានរត់គេចពីគេភ្លាមតែមិនអាចទៅរួចនោះទេព្រោះគេទៅគ្មានសមោលមកក៏គ្មានសមោលដែរថេនសាក៏បានវាយជាមួយព្រះមួយនោះក៏ប៉ុន្តែទោះជាកាប់ត្រូវប៉ុន្មានកំបិតក៏ដោយក៏គេនៅតែវិលមកសភាពដើមវិញដដែលក្រោយមកថេនសាក៏បានប្រើក្បាច់ដាវដ៏លឿនរបស់គេនិងឆ្លៀតឱកាសរត់គេចផងដែរតែថេនសែននោះនៅតែតាមទាន់មកទាំងក្បាលនៅជាប់ជាមួយវ័ននៅឡើយតែពេលនោះបរិបទពិការភ្នែកឈ្មោះថាយ៉ាម៉ាដាអាសៃមុនឈីអនដែលជាគ្រូរបស់ថេនសាក៏បានមកជួយពួកគេពេលដកឃ្លាបានបន្តិចឈីអនក៏បានត្រៀមដាវសម្រាប់អ្នកទោសនូរូហ្គាយតែក៏ត្រូវបានថេនសាព្យាយាមខាត់ក្រោយពីបកស្រាយចោះឡើងគ្រូរបស់គេក៏មិនបានសម្លាប់អ្នកទោសនោះទៅក្រោយមកពួកគេទាំង3ក៏បាននឹកដើមដល់ព្រះថេនសែនមួយនោះតែនឹកដើមដង្ហើមដល់លេងថេនសែននោះមកដល់ភ្លាមមកហើយពួកគេក៏បានវាយគ្នាបន្តទៀតតែឈីអនបានត្រូវរបួសកបាត់ទៅហើយអញ្ចឹងអ្នកដែលអាចវាយបានគឺមានតែថេនសាតែប៉ុណ្ណោះតែថេនសែននោះបានស៊ាំនឹងស្នៀតដាវរបស់គេបាត់ទៅហើយទោះជាលឿនយ៉ាងណាក៏ដោយកាលពីមុនថេនសាត្រូវបានឈីអនយកមកធ្វើជាសិស្សរបស់ខ្លួនតែថេនសាទម្លាប់រស់នៅមានសេរីភាពគេក៏បានព្យាយាមចាក់ចេញក៏ប៉ុន្តែគេអាចចាក់ចេញបានលុះត្រាតែគេអាចវាយទៅលើឈីអនបានមួយស្នៀតក្រោយមកក៏មានពេជ្ជឃាតម្នាក់បាននាំគេទៅមើលភ្នូររបស់សិស្សច្បងរបស់គេមានឈ្មោះថា Teshin គេបានចាក់ចេញពីឈីអនដូចគ្នាតែកាលនោះឈីអនគឺប្រឹងហាត់ដើរដើម្បីតែខ្លួនឯងតែប៉ុណ្ណោះហើយនេះគេមិនបានខត់ Teshin មិនឲ្យចាក់ចេញនោះឡើយទីបំផុត Teshin ក៏បានក្លាយទៅជាអ្នកទោសដោយសារតែការខ្វះខាតនិងបានប្រហារជីវិតដោយដៃគ្រូរបស់គេផ្ទាល់ដោយហេតុនេះបានជាឈីអនដាក់លក្ខខណ្ឌជាមួយថេនសាមុននឹងគេអាចចាក់ចេញបានថេនសាក៏បានវិលមកវឹកហាត់វិញរហូតដល់អាចវាយឈ្នះឈីអននិងបានបន្តវឹកហាត់រហូតក្លាយទៅជាអាសៃមុនតែពេលនេះគេនៅសល់តែដង្ហើមចុងក្រោយតែប៉ុណ្ណោះអញ្ចឹងគេក៏បានបដូរជីវិតវាយជាមួយថេនសែននោះដើម្បីឲ្យគ្រូរបស់គេនិងនូរូហ្គាយរត់គេចខ្លួនបានហើយសាច់រឿងនៅភាគនេះក៏បញ្ចប់ត្រឹមប៉ុណ្ណេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តនឹងការសម្ដែងរឿងមួយនេះបើមានកំហុសខុសឆ្គងក្នុងកន្លែងណាសូមមេត្តាខន្តីអភ័យទោសចាំជួបគ្នានៅភាគបន្តក្នុងវីដេអូក្រោយបាយ